បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចូលមកវីដេអូថ្មីមួយទៀតគឺខ្ញុំលើកយកមកភេសជ្ជៈម្យ៉ាងដែលបងប្អូនបានធ្លាប់ស្គាល់ហើយគឺជាកាហ្វេហើយភេសជ្ជៈកាហ្វេនេះគឺបងប្អូននៅបងប្អូនប្រជាជនខ្មែរក៏ដូចជាប្រជាជនរស់នៅជុំវិញពិភពលោកចូលចិត្តបរិភោគផងដែរណាបងប្អូនហើយអ្វីដែលខ្ញុំលើកយកមកភេសជ្ជៈកាហ្វេដែលបងប្អូនបានទទួលទានក៏ដូចជារូបខ្ញុំចូលចិត្តទទួលទានភេសជ្ជៈកាហ្វេជារៀងរាល់ព្រឹកហ្នឹងបងប្អូនគឺដែលមានពាក្យចចាមអារាមមួយដែលគេនិយាយថាកាហ្វេគឺនាំកាលណាយើងបរិភោគកាហ្វេច្រើននាំឲ្យខូចតម្រង់នោមចឹងណាបងប្អូនថ្ងៃនេះយើងមកបកស្រាយថ្ងៃនេះខ្ញុំសូមចូលមកបកស្រាយឲ្យបងប្អូនទស្សនាកំសាន្តជាមួយនឹងខ្ញុំរហូតដល់ចប់ដើម្បីឲ្យយើងបានដឹងថាតើកាហ្វេពិតជាបណ្ដាលឲ្យខូចតម្រង់នោមមែនទេបងប្អូនហើយអ្វីដែលខ្ញុំបានដឹងទាំងអស់នេះដែលខ្ញុំបានស្រាវជ្រាវយកមកប្រាប់បងប្អូននៅពេលនេះគឺខ្ញុំមិនមែនចេះដឹងដោយខ្លួនឯងទេបងប្អូនចូលទៅក្នុង website មួយដូចដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នៅក្នុងវីដេអូខ្ញុំនេះស្រាប់បងប្អូនសរសេរអក្សរ website និងអក្សរទាំងអស់នេះទៅលើទូរស័ព្ទដៃរបស់បងប្អូនដែលបងប្អូនចូលទៅក្នុង Chrome ហើយបងប្អូនសរសេរ link ទាំងអស់នេះចូលអក្សរទាំងអស់នេះចូលទៅបងប្អូននឹងចូលទៅដល់website មួយដែលជាមូលនិធិថ្នាក់ជាតិតម្រង់នោមថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកដែលគេបានធ្វើការសិក្សាស្រាវជ្រាវអំពីបញ្ហាកាហ្វេដែលតាក់ទងនឹងតម្រង់នោមនិងគ្រោះតម្រង់នោមនឹងបងប្អូនបើសិនជាបងប្អូនចេះភាសាអង់គ្លេសបងប្អូននឹងអាចអានហើយបងប្អូននឹងអស់ចម្ងល់ពីរឿងនេះហើយដូច្នេះខ្ញុំមិនហ៊ានធ្វើកិច្ចការបកស្រាយអីនាំឲ្យខុសទំនងនោះទេបងប្អូនខ្ញុំសូមចូលមកអានអត្ថបទយ៉ាងនេះជាភាសាខ្មែរជូនបងប្អូនប្រិយមិត្តដើម្បីស្ដាប់កំសាន្តឲ្យបងប្អូនបានដឹងនៅពីបញ្ហាទាំងអស់នេះហើយបងប្អូនដែលហូបកាហ្វេចូលចិត្តហូបកាហ្វេក៏បងប្អូនមានសេចក្តីសង្ឃឹមឡើងវិញក៏មានការពិតភ័យពីរឿងនេះដូច្នេះបងប្អូនខ្ញុំសូមអានដូចតទៅនេះដោយផ្អែកលើការសិក្សាស្រាវជ្រាវបច្ចុប្បន្នចម្លើយសម្រាប់មនុស្សដែលមានសុខភាពល្អភាគច្រើនគឺឆ្លើយថាទេការផឹកកាហ្វេក្នុងបរិមាណមធ្យមមិនធ្វើឲ្យខូចតម្រង់នោមរបស់អ្នកទេជាការពិតណាស់ការសិក្សាស្រាវជ្រាវបានបង្ហាញថាការទទួលទានកាហ្វេកម្រិតមធ្យមជាធម្មតាត្រូវបានកំណត់ពី2ទៅ3ពែងក្នុងមួយថ្ងៃអាចមានអត្ថប្រយោជន៍សម្រាប់សុខភាពតម្រង់នោមទៅវិញខាងក្រោមនេះគឺជាការវិភាគលម្អិតបន្ថែមទៀតអំពីអ្វីដែលបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលបានរកឃើញដំណឹងល្អពីកាហ្វេសម្រាប់អ្នកដែលផឹកកាហ្វេដែលភាសាអង់គ្លេសហៅថា The Good News for Coffee Drinkers ចំណុចទី1ហានិភ័យនៃជំងឺតម្រង់នោមរ៉ាំរ៉ៃចុះថយដែលភាសាអង់គ្លេសហៅថា Reduce Risk of Chronic Kidney Disease ដែលភាសាកាត់នៃភាសាអង់គ្លេសហៅថា CKD ការសិក្សាទ្រង់ទ្រាយធំបានភ្ជាប់ការទទួលទានកាហ្វេជាប់លាប់ជាមួយនឹងហានិភ័យទាបនៃការវិវត្តទៅជាជំងឺតម្រង់នោមរ៉ាំរ៉ៃការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថាការផឹកកាហ្វេប្រចាំថ្ងៃមានហានិភ័យទាបនៃរបួសតម្រង់នោមស្រួចស្រាវបើប្រៀបធៀបទៅនឹងអ្នកដែលមិនផឹកកាហ្វេដូច្នេះបងប្អូនឃើញទេនៅក្នុងនេះគេបានធ្វើកិច្ចការសិក្សាស្រាវជ្រាវគេឃើញថាអ្នកដែលផឹកកាហ្វេសុទ្ធមិនមែនកាហ្វេខ្លាំងខ្លាទេបងប្អូនណាហើយមានផលប្រយោជន៍សម្រាប់តម្រង់នោមទៅវិញទេសម្រាប់អ្នកដែលមិនសូវហូបកាហ្វេគឺអ្នកនោះគឺមានផលប៉ះពាល់តម្រង់នោមច្រើនជាងអ្នកដែលផឹកកាហ្វេដូច្នេះខ្ញុំសូមអានចូលមកដល់ចំណុចទី2ហានិភ័យទាបនៃគ្រោះក្នុងតម្រង់នោមដែលភាសាអង់គ្លេសហៅថា Lower Risk of Kidney Stones នេះគឺជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដែលមានការគាំទ្រច្រើនបំផុតផ្ទុយពីរឿងនិទានឬទេវកថាដែលនិយាយតគ្នាថាការផឹកកាហ្វេបណ្ដាលឲ្យមានគ្រោះក្នុងតម្រង់នោមការសិក្សាស្រាវជ្រាវពីមូលនិធិតម្រង់នោមថ្នាក់ជាតិនៃសហរដ្ឋអាមេរិកនិងស្ថាប័នផ្សេងទៀតបានបង្ហាញថាការទទួលទានកាហ្វេអ៊ីនជាប្រចាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យទាបនៃការបង្កើតគ្រោះតម្រង់នោមការសិក្សាមួយបានកត់សម្គាល់ថាការបង្កើនការទទួលទានកាហ្វេលើសពី1ពែងកន្លះក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងការចុះថយហានិភ័យរហូតដល់ 40%
ឃើញទៅបងប្អូនគឺកាហ្វេពិតជាមានប្រយោជន៍មែនចំណុចដែលត្រូវប្រុងប្រយ័ត្នពេលណាគឺត្រូវប្រុងប្រយ័ត្នដូច្នេះខ្ញុំសូមអានបន្តមកទៀតខណៈពេលដែលកាហ្វេខ្លួនឯងមិនបង្កគ្រោះថ្នាក់ដល់តម្រងនោមសម្រាប់មនុស្សដែលមានសុខភាពល្អមានការពិចារណាសំខាន់មួយចំនួនជាពិសេសប្រសិនបើអ្នកមានស្ថានភាពសុខភាពដែលមានស្រាប់ចំណុច A ប្រសិនបើអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃរួចហើយដែលភាសាអង់គ្លេសហៅថា CKD ចំណុចទី1មូលនិធិតម្រងនោមថ្នាក់ជាតិនៃសហរដ្ឋអាមេរិកបានបញ្ជាក់ថាសម្រាប់អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃការផឹកកាហ្វេក្នុងកម្រិតមធ្យមគឺតិចជាង3ពែងក្នុងមួយថ្ងៃជាទូទៅត្រូវបានកត់សម្គាល់ចាត់ទុកថាមានសុវត្ថិភាពចំណុចទី2កង្វល់ចម្បងមិនមែនបណ្ដាលមកពីកាហ្វេទេប៉ុន្តែជាអ្វីដែលអ្នកបានបន្ថែមទៅលើកាហ្វេដូចជាសារធាតុទឹកដោះគោក្រែមឬក៏សារធាតុដែលស្រដៀងនឹងក្រែមដែលមានសារធាតុប៉ូតាស្យូមនិងសារធាតុផូស្វ័រខ្ពស់ធ្វើឲ្យមនុស្សដែលមានតម្រងនោមកម្រិតខ្ពស់តែងតែត្រូវតមឬបរិភោគមានកំណត់ដូច្នេះបងប្អូនកាហ្វេដែលយើងបរិភោគគឺมันមានផលប៉ះពាល់ទេប៉ុន្តែបើសិនជាបងប្អូនថែមទឹកដោះគោថែមក្រែមថែមទឹកដោះគោថែមក្រែមថែមស្ករដែលមានកម្រិតខ្ពស់ហើយបងប្អូនមានជំងឺស្រាប់នោះនឹងមានផលប៉ះពាល់ដល់តម្រងនោមយើងធ្ងន់ធ្ងរដូច្នេះខ្ញុំសូមចូលមកដល់ចំណុច B ផលប៉ះពាល់នៃសម្ពាធឈាមដែលភាសាអង់គ្លេសហៅថា impact on blood pressures ចំណុចទី1កាហ្វេអ៊ីនត្រូវបានគេដឹងថាបណ្ដាលឲ្យមានសម្ពាធឈាមកើនឡើងជាបណ្ដោះអាសន្នក្នុងរយៈពេលខ្លីគឺมันមានផលប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អនោះទេចំណុចទី2មិនមែនជាបញ្ហាសម្រាប់មនុស្សដែលមានសុខភាពល្អទេប៉ុន្តែប្រសិនបើអ្នកមានសម្ពាធឈាមដែលមិនអាចគ្រប់គ្រងបានអ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យរបស់អ្នកជំងឺលើសឈាមដែលមិនអាចគ្រប់គ្រងបានគឺជាមូលហេតុចម្បងនៃការខូចខាតតម្រងនោមដូច្នេះការគ្រប់គ្រងសម្ពាធឈាមរបស់អ្នកគឺជាអាទិភាពចម្បងដូច្នេះបងប្អូនដែលមានជំងឺលើសឈាមដែលមិនអាចគ្រប់គ្រងបានមានន័យថាបងប្អូនមានជំងឺលើសឈាមឡើងចុះរហ័សគឺបងប្អូនត្រូវមានការប្រុងប្រយ័ត្នហើយបងប្អូនត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្យមុននឹងបរិភោគកាហ្វេសុទ្ធអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំចូលមកដល់ចំណុច C ប្រយ័ត្នជាតិស្ករនិងមិនមែនកាហ្វេដែលភាសាអង់គ្លេសហៅថា watch the sugar not coffee ចំណុចទី1ហានិភ័យធំបំផុតទាក់ទងទៅនឹងតម្រងនោមពីកាហ្វេជារឿយមកពីភេសជ្ជៈពិសេសដែលមានជាតិស្ករខ្ពស់និងមានកាឡូរីខ្ពស់ដូចជាជាតិស្ករខ្ពស់ហើយនិងផ្អែមខ្លាំងនេះបងប្អូនត្រូវប្រុងប្រយ័ត្នកុំដាក់ស្ករច្រើនពេកចំណុចទី2ភេសជ្ជៈទាំងនេះអាចរួមចំណែកដល់ការឡើងទម្ងន់និងជំងឺទឹកនោមផ្អែមប្រភេទទី2ជាហានិភ័យធំបំផុតសម្រាប់ការវិវត្តទៅរកជំងឺតម្រងនោមមកដល់ចំណុច D កត្តាហ្សែនដែលភាសាអង់គ្លេសហៅថា genetic factor ចំណុចទី1ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថាហ្សែនរបស់អ្នកអាចដើរតួនាទីសំខាន់ក្នុងការកំណត់អាការៈក្នុងខ្លួនរបស់អ្នកមនុស្សមួយចំនួនជាអ្នករំលាយអាហារយឺតនៃកាហ្វេអ៊ីនសម្រាប់ក្រុមមនុស្សជាក់លាក់នេះការទទួលទានកាហ្វេខ្ពស់លើសពី3ពែងអាចជាប់ទាក់ទងទៅនឹងការធ្លាក់ចុះនៃមុខងារតម្រងនោមដូច្នេះបងប្អូនត្រូវដឹងខ្លួនឯងផងដែរថាបើសិនជាការរំលាយអាហាររបស់យើងយឺតនៅក្នុងការផឹកកាហ្វេគឺសូមបងប្អូនកុំផឹកកាហ្វេច្រើនពេកគឺបងប្អូនផឹកកាហ្វេល្មម1ពែងឬក៏2ពែងបានហើយកាលណាលើសពី3ពែងនាំឲ្យបងប្អូនធ្វើទុកគឺបងប្អូនត្រូវកាត់បន្ថយវាទាក់ទងនឹងហ្សែនរបស់យើងខណៈពេលដែលអ្នករំលាយអាហារលឿនមិនរងផលប៉ះពាល់ឬហាក់ដូចជាឃើញថាមានប្រយោជន៍ទៅវិញសរុបសេចក្តីមកសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អកម្រិតមធ្យមការផឹកកាហ្វេខ្មៅសុទ្ធក្នុងកម្រិតមធ្យមមិនត្រឹមតែមានសុវត្ថិភាពសម្រាប់តម្រងនោមរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចមានអត្ថប្រយោជន៍ការពារប្រឆាំងនឹងគ្រោះក្នុងតម្រងនោមទៀតផងនិងជំងឺតម្រងនោមរ៉ាំរ៉ៃទៀតផងកង្វល់ចម្បងគឺអ្នកដែលមានជំងឺលើសឈាមដែលមិនអាចគ្រប់គ្រងបានអ្នកដែលទទួលទានភេសជ្ជៈកាហ្វេដែលមានជាតិស្ករខ្ពស់និងជាតិខ្លាញ់ខ្ពស់ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដូច្នេះបងប្អូនសេចក្តីដែលខ្ញុំបានអានអត្ថបទដែលខ្ញុំបានដកស្រង់ខាងលើទាំងអស់នេះមករាយរាប់ប្រាប់បងប្អូនគឺមកដល់ទីបញ្ចប់ឲ្យបងប្អូនបើសិនជាមានការ
អានរបស់ខ្ញុំមានការឆ្គំឆ្គងឬមានបញ្ហាអ្វីក៏សូមបងប្អូនអធិស្ឋានបងប្អូនសូមអរគុណច្រើនសូមជម្រាបលា